នឹងខបខាដែលវិញជាងគេលើភពលោកអននិយាយលេងញីឲ្យមើល Google បានតែខ្ញុំដាក់ pin ឲ្យដំបូងខ្ញុំគិតថាអូផាជីកានិយាយលេងហើយគេនិយាយតគ្នាថាវិញជាងគេលើភពលោកដល់តែពេលបានជួបផ្ទាល់មិនដឹងថាវែងរបស់គេមែនបើនិយាយតាក់ទងជាមួយនឹងខបខាខ្ញុំទទួលបានអារម្មណ៍ច្រើនដោយសារខ្ញុំទៅប្រទេសផ្សេងខ្ញុំធ្លាប់ជានឹងច្រើនអញ្ចឹងណាប៉ុន្តែអារម្មណ៍ដែលពេលជីខបខានៅកោះត្រល់នេះគឺមានអារម្មណ៍ថាវាខុសប្លែកមែនតើហ្មងមានរយៈពេលយូរជីរហដល់ជីតំផ្លែដល់ប៉ុន្តែលោកនេះជីយូរបានមើលទៅសភាពមានអារម្មណ៍ថាអូយហើយអារម្មណ៍ពេលហ្នឹងគឺស្រស់ស្រាយមែនតើនិយាយភ្លេចមើលវីដេអូជាមួយនឹងខបខានៅហ្នឹងគឺជីបានគ្នាច្រើនមែនតើ10នាក់អំបងចាហើយឆ្លងពីមួយកន្លែងទៅមួយកន្លែងទៀតគឺគេឲ្យយើងចូលកោះហុំធនសុំទោសមកខ្ញុំនិយាយខុសចាហើយកោះហ្នឹងវាធម្មតាវាមិនទៅជាណាស់ណាមានកន្លែងលក់ដូរកន្លែងញ៉ាំអីអញ្ចឹងណាហើយមានកន្លែងជីអីផ្សេងប៉ុន្តែវាសម្រាប់ខ្ញុំគឺវារៀងធម្មតាដូចជាផាក់ផ្សេងដែរអញ្ចឹងកន្លែងលេងទឹកតែខ្ញុំមិនបានលេងទឹកអីទេប៉ុន្តែបានចូលកន្លែងមួយកន្លែងដែរគេឲ្យឡើងទៅមើលទេសភាពជុំវិញកោះគេនឹងអញ្ចឹងណាចាហើយកន្លែងខ្លះក៏គេកំពុងអភិវឌ្ឍកន្លែងខ្លះក៏គេកំពុងធ្វើអញ្ចឹងទៅហើយខ្ញុំមិនចេះទឹកពេលក៏ដាក់ទឹកដូងទៅចាទឹកដូងដុតគេឈ្ងុយតែហើយពេលមកវិញហ្នឹងក៏មើលទេសភាពអូយស្អាតមែនតើហើយរកដល់វាជាផ្លែតែពេលជីយូរអញ្ចឹងទៅមានអារម្មណ៍ថាវាស្រស់ស្រាយមែនតើហ្មងយើងធ្វើការរយៈពេលរាប់ខែហើយបានដើរលេងទៅក៏វាបញ្ញាខែទប់ទឹកគេនេះក៏ប្លែកដែរឡើង360ដឺក្រេចាដាក់ចောက်ជុំវិញហើយជាមួយក៏ថតរូបម៉ាក់លេងចឹងទៅហើយនៅវីដេអូខ្ញុំទៅជាមួយនឹងខបខាមានតែប៉ុណ្្នឹងឯងបងបាយ